យ៉ាសួស្តីអ្នកគ្នាឥឡូវនេះបានមកដល់ខ្មែរដល់ជោគជ័យហើយអ្វីដែលសំខាន់មួយទៀតនោះគឺយកពងមាន់មកសបុកពងមាន់កូនណាហើយអ្នកស៊ីស្រុកខ្មែរចាំមើលគាត់មានអារម្មណ៍យ៉ាងណាដែរនេះមកសបុកមិនដែរអាហ្នឹងនៅខ្មែរសបោវាមិនឆ្ងាញ់ដូចខ្ញុំយល់ចង់ធ្លាក់ទួតទេនោះខ្លាយប៉េះសទៀតមកកណ្ដាលអីឆ្ងាញ់អត់ខ្លាយប៉េះមែនប៉េះអានេះសេរីអាខ្លះទៀតចំដូចអីចំlênមុខអាអ្នកមកមកនេះចំតំមកឡើងពោអើនេះពោអរគុណណានេះអរគុណម្ចាស់ឧបត្ថម្ភអរគុណម្ចាស់ឧបត្ថម្ភកំផឹងទិញយកមកឲ្យទិញទាំងយប់កំពុងតែអរគុណណាឥឡូវយកមកដល់ unboxing មុនគេហ្មងតែពងមាន់នោះទុកស្អែកចំហុយវាទៅកដៅវាទៅពងមាន់ហ្នឹងតទៅស្អែកចុះក្តៅមិនឆ្ងាញ់វាតិចអត់ទៅឆ្ងាញ់ថាអត់ទៅឃ្លានទេបាយរួយវាថាឃ្លានហ្នឹងអាចតិចក៏ឆ្ងាញ់ដែរថាឆ្អែតបាយទៅអញ្ចឹងឯងចាំស្អែក